អាយុដំច័ន្ទយុទ្ធាលើកទឹកចិត្តបេក្ខជនដែលប្រឡងជាប់បាក់ឌុបថ្មីៗឲ្យចូលរៀនមហាវិទ្យាល័យទៅតាមចក្ខុវិស័យនិងចំណង់ចំណូលចិត្តរបស់ខ្លួននៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025អាយុដំច័ន្ទយុទ្ធាលើកទឹកចិត្តបេក្ខជនដែលទៅប្រឡងបាក់ឌុបថ្មីៗឲ្យចូលរៀនមហាវិទ្យាល័យទៅតាមចក្ខុវិស័យនិងចំណង់ចំណូលចិត្តរបស់ខ្លួនរដ្ឋលេខាធិការរូបនេះបានថ្លែងយ៉ាងដូចនេះនៅក្នុងឱកាសដែលអាយុដំតំណាងអាយុដំថៅជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទងបានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាលសិស្សានុសិស្សលោកគ្រូអ្នកគ្រូលោកនាយកនិងជ័យលាភីនីតិអេទៅប្រឡងជាប់ថ្មីកាលពីថ្ងៃទី28ខែសីហាឆ្នាំ2025អាយុដំបានសង្កត់ធ្ងន់ថាក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពកនិងឃុំប្រឡាយមានមោទនភាពក្រៃលែងនិងសាទរយ៉ាងកក់ក្ដៅបំផុតចំពោះជ័យលាភីដែលទៅប្រឡងជាប់បាក់ឌុបជាពិសេសគឺក្មួយស្រីដែលទៅទទួលបាននីតិអេដំបូងបង្អស់របស់វិទ្យាល័យជាស៊ីមប្រឡាយក្នុងឆ្នាំនេះហើយអាយុដំសន្យានឹងផ្ដល់ម៉ូតូមួយគ្រឿងដល់អ្នកនីតិអេព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងទៀតក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បេក្ខជនផ្សេងទៀតទៅតាមស្ថានភាពជាក់ស្ដែងជាចុងបញ្ចប់អាយុដំបានជំរុញបន្ថែមដល់បងប្អូនទាំង86រូបដែលទៅប្រឡងបាក់ឌុបជាប់សូមបន្តជ្រើសរើសនិងចូលរៀននៅមហាវិទ្យាល័យទៅតាមចំណង់ចំណូលចិត្តព្រោះមានតែចំណេះដឹងនិងឯកទេសវិជ្ជាជីវៈបំណិនជីវិតច្បាស់លាស់ទើបនាំឲ្យខ្លួនឯងក៏ដូចជាគ្រួសារនិងប្រទេសជាតិមានអនាគតនិងមានការរីកចម្រើនពិតប្រាកដសូមបញ្ជាក់ថាក្នុងឱកាសនោះឯកឧត្តមប្រធានបានឧបត្ថម្ភអ្នកចូលរួមចំនួន122នាក់ក្នុងម្នាក់ទទួលបានថវិកា 20,000 រៀលឧបត្ថម្ភវិទ្យាល័យជាស៊ីមប្រឡាយ 40,000 រៀលឧបត្ថម្ភថ្លៃទឹកសុទ្ធ 10,000 រៀលនិងចូលរួមបុណ្យសពមុខវិទ្យាល័យជាស៊ីមប្រឡាយ 10,000 រៀលផងដែរ